សុស្ដីទេវីបានអានព័ត៌មានព្រឹកមិញនេះទេឥណ្ឌាទើបតែបញ្ចប់ការធ្វើម្ចាស់ផ្ទះសន្និសីទកំពូលពិភពលោកស្ដីពី AI នៅ New Delhi កាលពីថ្ងៃទី20 កុម្ភៈហ្នឹងឬថាធំដុំមែនតែនចាសិលាខ្ញុំបានតាមដានខ្លះដែរអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងគឺប្រធានបទគេប្លែកចន្លោះវហិច្ចតានិងការព្រួយបារម្ភវាដូចជាការរំលឹកយើងថា AI មិនមែនមានតែភាពអស្ចារ្យទេតែវាក៏មានហានិភ័យដែរពិតមែនហើយសូម្បីតែលោកនាយករដ្ឋមន្ត្រី Narendra Modi ក៏មានប្រសាសន៍ដែរថា AI ជាចំណុចរបត់នៃអរិយធម៌គាត់ចង់ឲ្យឥណ្ឌាក្លាយទៅជា hub ឬមជ្ឈមណ្ឌល AI សម្រាប់ពិភពលោកជាពិសេសសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍ Global South នឹងហ្មងនិយាយដល់រឿងចំណាត់ថ្នាក់ខ្ញុំទើបដឹងថាឥណ្ឌាឈរលេខ3លើលោកផ្នែក AI បន្ទាប់ពីអាមេរិកនិងចិនបើយោងតាមសាកលវិទ្យាល័យ Stanford ប៉ុន្តែចំណុចខ្លាំងរបស់គេមិនមែនលើការផលិតបន្ទាប់ឈីបដូចគេទេគឺលើធនធានមនុស្សនិងការស្រាវជ្រាវ R&D វិញត្រីហើយប៉ុន្តែធនធានមនុស្សនឹងក៏អាចជាចំណុចខ្សោយដែរបើមិនព្រមពង្រឹងជំនាញអញ្ចឹងហើយបានជាឥណ្ឌាចាប់ផ្ដើមកម្មវិធីជាតិបណ្ដុះបណ្ដាលយុវជនដល់ទៅ1លាននាក់ឲ្យចេះផ្នែក AI រដ្ឋាភិបាលគេថែមទាំងអនុម័តកញ្ចប់ថវិកាជាង $1.2 លានដើម្បីជួយដល់ក្រុមហ៊ុន Start-up ទៀតផងមិនធម្មតាទេហើយសេឡាឃើញរូបភាពដែលលោកប្រធានាធិបតីបារាំងម៉ាក្រុងបង្ហោះទេរូបគាត់និងលោកម៉ូឌីធ្វើសញ្ញារូបបេះដូងជាមួយគ្នាដែលបង្កើតដោយ AI ហ្នឹងមើលទៅទំនាក់ទំនងបារាំងឥណ្ឌាស្អិតល្មួតមែនតើទាំងផ្នែកបច្ចេកវិទ្យានិងការការពារជាតិឃើញតាឮថាមានកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងបារាំងដល់ទៅ114គ្រឿងឯណោះតម្លៃរាប់ពាន់លានដុល្លារចុះចំណែកកាណាដាវិញទេវីមានបឹងព័ត៌មានអីខ្លះចាកាណាដាក៏មានបង្អង់យូរដែររដ្ឋមន្ត្រី AI របស់កាណាដាលោក Evan Solomon ក៏បានចូលរួមសន្និសីទនេះដែរហើយនៅខែមីនាខាងមុខនាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney នឹងទៅទស្សនកិច្ចនៅឥណ្ឌាទៀតគេកំពុងចរចាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច CEPA ដែលផ្ដោតខ្លាំងលើវិស័យ AI និងបច្ចេកវិទ្យានេះឯងសង្កេតឃើញថាពិភពលោកឥឡូវគេឈប់និយាយត្រឹមតែការច្នៃប្រឌិត innovation ដូចមុនហើយឆ្នាំ2023គេនិយាយពីសុវត្ថិភាព safety នៅអង់គ្លេសឆ្នាំ2025គេនិយាយពីសកម្មភាព action នៅបារាំងតែឆ្នាំ2026នេះឥណ្ឌាដែលលើផលប៉ះពាល់ impact តែម្ដងដើម្បីឲ្យមានសមត្ថភាពដល់គ្រប់គ្នាពិតមែនហើយសីឡាការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវគឺជាសោភ័ណទាបនៃបច្ចេកវិទ្យានាពេលអនាគតបើឥណ្ឌាធ្វើបានជោគជ័យវានឹងក្លាយទៅជាគំរូដ៏ល្អសម្រាប់ប្រទេសដទៃ